ចំនួនពាក្យសម្ដីរវាងមន្ត្រីនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជានិងអង្គការសមាគមខ្មែរកម្ពុជាក្រោមជុំវិញការខ្វែងគំនិតគ្នាទៅលើប្រវត្តិសាស្ត្រដែនដីកម្ពុជាក្រោមនៅតែបន្តកើតមានឡើងមន្ត្រីស្ថានទូតវៀតណាមអះអាងថាទឹកដីកម្ពុជាក្រោមគឺជាទឹកដីរបស់ប្រទេសវៀតណាមជាយូរយារណាស់មកហើយចំណែកឯខ្មែរក្រោមវិញទាមទារឲ្យរដ្ឋាភិបាលវៀតណាមបង្ហាញឯកសារប្រវត្តិសាស្ត្រដែលថាទឹកដីនេះគឺជារបស់ជនជាតិវៀតណាមហើយបើគ្មានឯកសារទេនោះវៀតណាមត្រូវសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈចំណែកឯរដ្ឋាភិបាលកម្ពុជាវិញហាក់នៅសំងំស្ងៀមចំពោះបញ្ហានេះតែហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាចាប់អារម្មណ៍តិចតួចពីបញ្ហាប្រវត្តិសាស្ត្រកម្ពុជាក្រោមលោកជាងសុជានេតាមានសេចក្តីរាយការណ៍ការឆ្លើយឆ្លងពាក្យសម្ដីគ្នារវាងមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជានិងអង្គការសមាគមខ្មែរកម្ពុជាក្រោមបានកើតឡើងអស់រយៈពេលជិត1ខែមកហើយគឺបន្ទាប់ពីអង្គការសមាគមខ្មែរកម្ពុជាក្រោមប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី4មិថុនាមកម្លេះដែលចាប់ពីពេលនោះមកខ្មែរក្រោមសម្ដែងការខកចិត្តចំពោះការថ្លែងរបស់មន្ត្រីវៀតណាមដែលពួកគេអះអាងថាជាការបំភ្លៃប្រវត្តិសាស្ត្រនិងជាការប្រមាថមើលងាយរបស់វៀតណាមមកលើប្រជាពលរដ្ឋខ្មែរទាំងមូលចំណែកមន្ត្រីស្ថានទូតវៀតណាមក៏សម្ដែងការមិនសប្បាយចិត្តចំពោះខ្មែរក្រោមដែលគេចោទប្រកាន់ថាបានលើកឡើងនៅរឿងរ៉ាវដែលគ្មានភស្តុតាងប្រវត្តិសាស្ត្រគ្មានមូលដ្ឋានច្បាប់និងជាការបោកប្រាស់មូលបង្កាច់មតិមហាជនជុំវិញបញ្ហានេះរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានមានប្រសាសន៍នៅថ្ងៃទី26ខែមិថុនាថារដ្ឋាភិបាលកម្ពុជាមិនត្រូវការឆ្លើយឆ្លងឬក៏ប្រតិកម្មចំពោះពាក្យសម្ដីរបស់បុគ្គលណាមួយឡើយលោកថាបញ្ហានេះវាមិនមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលកម្ពុជាដែលត្រូវទៅជជែកតតាំងឬត្រូវទៅពិចារណាអំពីបញ្ហានេះឡើយដោយលោកថាដោយសាររដ្ឋាភិបាលឈរនៅលើច្បាប់ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាព្រមទាំងច្បាប់ជាតិនិងអន្តរជាតិនានាផងលោកផៃស៊ីផានអះអាងថាទាំងនេះគឺជាគោលការណ៍នីតិរដ្ឋដែលកម្ពុជាអនុវត្តតាំងពីឆ្នាំ1993មកលោកថាចំពោះប្រវត្តិសាស្ត្រវាពិតប្រាកដឬយ៉ាងណានោះគេអាចនាំគ្នាអានសិភៅបានជាអន្តរជាតិដើម្បីដែលយើងពិចារណាថាក្នុងរដ្ឋធម្មនុញ្ញទៅច្បាប់ជាតិបម្រាប់ជាតិដែលយើងជាសមាជិកអង្គការជាតិជាផ្សេងយើងបានចុះលេខាជាមួយទីសញ្ញាឡាយ៉ែននៅហើយអង្គការជាតិគួរនាំទៅពិចារណាថានឹងវិញជាការពិតណាស់ពលរដ្ឋកម្ពុជាកម្រឃើញណាស់ថារដ្ឋាភិបាលកម្ពុជាប្រតិកម្មឬក៏តបតជាមួយរដ្ឋាភិបាលវៀតណាមជាពិសេសនៅពេលដែលមានរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហាកម្ពុជាក្រោមគុំថាឡើយបញ្ហាធំដុំសូម្បីតែពេលខ្មែរក្រោមរៀបចំពិធីរំលឹកខួបបាត់បង់ទឹកដីម្ដងក៏រដ្ឋាភិបាលកម្ពុជាបានបង្កការលំបាកដល់ខ្មែរក្រោមដែរប្រការនេះត្រូវបានគេមើលឃើញថារដ្ឋាភិបាលកម្ពុជាហាក់រងនៅគំនាបរបស់រដ្ឋាភិបាលទីក្រុងហាណូយដែលជាអ្នកមានគុណរបស់ខ្លួនសម្រាប់អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យលោកបណ្ឌិតកែមលីយល់ឃើញថាបញ្ហានេះគឺមានផលប៉ះពាល់ធំធេងណាស់សម្រាប់សង្គមខ្មែរលោកថានៅពេលដែលវៀតណាមចេះតែលើកពីប្រវត្តិសាស្ត្រនេះម្ដងហើយម្ដងទៀតខណៈដែលរដ្ឋាភិបាលកម្ពុជាព្យាយាមនៅសំងំស្ងៀមវានឹងធ្វើឲ្យក្មេងៗជំនាន់ក្រោយបាត់បង់នៅប្រវត្តិសាស្ត្រឬបាត់បង់នៅអ្វីដែលខ្លួនបានបាត់រួចហើយនឹងអាចបាត់បង់នៅអ្វីៗបន្ថែមទៀតនៅពេលខាងមុខប្រទេសនីមួយៗគេការពារផលប្រយោជន៍ដោយឡែកតែប្រទេសកម្ពុជាវាហាក់បីដូចជាមានភាពស្ទើរនៅក្នុងការពារផលប្រយោជន៍ខ្មែរវាសំខាន់យូរតែនិយាយនេះគឺជាមេរៀនមួយពងតែបង្រៀនរដ្ឋាភិបាលកម្ពុជាថាអ្នកត្រូវតែរៀបចំប្រវត្តិសាស្ត្រខ្មែរឡើងវិញអ្នកត្រូវតែបង្រៀនកូនខ្មែរដឹងថាទឹកដីកម្ពុជាក្រោមវាជាទឹកដីយ៉ាងណាគេពុំបរៀនយើងទេប៉ុន្តែបើសិនជាយើងកូនសិស្សមិនល្អយើងអត់យកចិត្តទុកដាក់ប្រហែលជាយើងអាចភ្លេចប្រវត្តិសាស្ត្រនឹងបបបានលោកកែមលីក៏សម្គាល់បន្តថាបើទោះជាយ៉ាងនេះក្តីរដ្ឋាភិបាលកម្ពុជានឹងមិនហ៊ានធ្វើអ្វីឡើយដោយលោកចាត់ទុកថារដ្ឋាភិបាលកម្ពុជាសពថ្ងៃហាក់កំពុងត្រូវបានគេដាក់ឲ្យស្ថិតនៅក្នុងទ្រង់ដែកមួយដែលពិបាកនឹងធ្វើដំណើរទោះជាយ៉ាងណាអ្នកវិភាគរូបនេះហាក់មានសុទិដ្ឋិនិយមចំពោះយុវជនខ្មែរជំនាន់ក្រោយដែលលោកថាអាចកសាងផ្លូវមួយដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាទាំងខ្មែរលើទាំងខ្មែរក្រោមត្រូវតែរៀបចំឯកសារឲ្យល្អចាប់ពីពេលនេះទៅក្នុងកលៈទេសៈណាមួយដែលយុវវ័យជំនាន់នេះនឹងឡើងកាន់អំណាចប្រហែលជាគាត់មានបេះដូងខ្មែរច្រើនជាងអ្នកដឹកនាំជំនាន់នេះគាត់អាចនឹងធ្វើការតវ៉ាបានឲ្យតែអ្វីដែលជារបស់ខ្មែរទោះបីជា50ឆ្នាំ100ឆ្នាំ1000ឆ្នាំក៏យើងត្រូវតែទាមទារយកមកវិញដែរ
យើងមិនអាចទៅបំបត្តិបានទេហើយអតិពលនឹងវាច្រើនហួសទៅហើយដែលសូម្បីតែកោះដែលទៅបាត់ថ្មីក៏គេបំពន់ភ្នែកថាគេមិនមែនជាអ្នកធ្វើឲ្យបាត់ទៅទៀតអាហ្នឹងហើយដែលជាការដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរនឹងឈឺចាប់បន្ថែមទៅទៀតបាទយុវវ័យខ្មែរក្នុងពេលបច្ចុប្បន្នហាក់យល់ដឹងច្រើនអំពីបញ្ហាកម្ពុជាក្រោមលើពីនេះពួកគេក៏ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការយល់ដឹងអំពីទឹកដីកម្ពុជាក្រោមផងដែរជាក់ស្ដែងជិតដល់ថ្ងៃប្រារព្ធខួបបាត់បង់ទឹកដីកម្ពុជាក្រោមកាលពីដើមខែមិថុនាកន្លងមកនេះយុវជនកម្ពុជាបានចែករំលែកព័ត៌មានគ្នានិងបញ្ចេញមតិយោបល់សម្ដែងការគាំទ្រនិងស្រឡាញ់ទឹកដីកម្ពុជាក្រោមនៅតាមបណ្ដាញសង្គមនានាជាពិសេសគឺបណ្ដាញសង្គម Facebook តែម្ដងលើពីនេះរហូតដល់មានយុវជនខ្លះពាក់អាវមានទង់ជាតិខ្មែរក្រោមពណ៌ខៀវលឿងក្រហមនិងបាត់រូបទង់ជាតិខ្មែរកម្ពុជាក្រោមនៅលើថ្ពាល់របស់ពួកគេផងដែរដែលករណីនេះគេកម្របានឃើញណាស់ពីមុនមកចំពោះអ្នកវិភាគនយោបាយឯករាជ្យលោកបណ្ឌិតសុកទូចវិញលោកមានប្រសាសន៍ថាបញ្ហាកម្ពុជាក្រោមគឺជាមេរៀនប្រវត្តិសាស្ត្រសម្រាប់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយនិងអ្នកនយោបាយខ្មែរជំនាន់ក្រោយរៀនសូត្រតាមដើម្បីកុំឲ្យដើរលើគន្លងចាស់របស់អ្នកនយោបាយខ្មែរជំនាន់មុនទោះជាយ៉ាងណាលោកថាខ្មែរក្រោមមិនអាចសង្ឃឹមទៅលើអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជាបានឡើយនៅពេលនេះព្រោះលោកថាកម្ពុជាសពថ្ងៃទប់ខ្លួនឯងសឹងតែមិនជាប់ផងលោកថាពេលនេះខ្មែរក្រោមត្រូវពឹងពាក់លើខ្លួនឯងបងប្អូនខ្មែរកម្ពុជាក្រោមនឹងគាត់ត្រូវតែក្រោកឈរឡើងគាត់ត្រូវបង្ហាញអំពីកម្លាំងប៉ុន្តែកម្ពុជាគឺជាភាគីគ្រប់គ្រងមិនអាចភាគីកម្ពុជាទៅចេញមុខទេពីព្រោះយើងដឹងហើយថាខ្មែរកម្ពុជាក្រោមទទួលស្គាល់ជាអន្តរជាតិថាជារបស់វៀតណាមអញ្ចឹងទេប្រជាជនកម្ពុជាក្រោមជាជាតិវៀតណាមនោះសិទ្ធិតតាំងរឿងនោះដើម្បីកុំឲ្យបាត់បង់នៅជាតិពិន្ទុរបស់ខ្លួននៅក្នុងទឹកដីវៀតណាមហើយថាជាតិពិន្ទុនេះមានយូរយារណាស់មកហើយមិនមែនជារបស់វៀតណាមទេហើយកម្ពុជាគ្រប់គ្រងទៅលើឯកសារគ្រប់គ្រងទៅលើការស្នើសុំរបស់ខ្មែរកម្ពុជាក្រោមយ៉ាងណាក៏ដោយបើនិយាយពីលក្ខណៈប្រវត្តិសាស្ត្រវិញលោកបណ្ឌិតសុកទូចថាកម្ពុជានៅតែអាចទាមទារឲ្យវៀតណាមទទួលស្គាល់ថាទឹកដីកម្ពុជាក្រោមគឺជាអតីតទឹកដីរបស់កម្ពុជាបានលើពីនេះលោកថាសិស្សនិស្សិតបញ្ញវន្តឬអ្នកប្រវត្តិសាស្ត្រខ្មែរជាដើមមានសិទ្ធិប្រកាសទាមទារឲ្យប្រទេសវៀតណាមទទួលស្គាល់ការពិតហើយថាអ្នកទាំងអស់នោះអាចមានសិទ្ធិធ្វើការតវ៉ាទាមទារនៅមុខស្ថានទូតវៀតណាមបានប្រសិនបើការតវ៉ានោះធ្វើឡើងដោយអហិង្សាប៉ុន្តែរហូតមកទល់ពេលនេះក្រៅតែពីអង្គការសមាគមខ្មែរកម្ពុជាក្រោមដែលជាអ្នកចេញមុខទាមទារឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ប្រវត្តិសាស្ត្រពិតពុំឃើញមានបញ្ញវន្តឬក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរណាមួយចេញមុខប្រកាសជាផ្លូវការទាមទាររដ្ឋាភិបាលវៀតណាមបកស្រាយឡើងវិញអំពីប្រវត្តិសាស្ត្រនេះឡើយប្រការនេះត្រូវបានគេមើលឃើញថាក្រុមអ្នកប្រវត្តិសាស្ត្រខ្មែរហាក់យកចិត្តទុកដាក់តិចតួចអំពីបញ្ហានេះនិយាយបែបផ្សេងពួកគេហាក់ញញើតញញើមក្នុងការចេញមុខតតាំងដើម្បីធ្វើឲ្យប្រជាជាតិខ្មែរអស់មន្ទិលសង្ស័យការសំងំស្ងៀមនេះក៏ហាក់មានន័យថាអ្នកប្រវត្តិសាស្ត្រខ្មែរមិនបានឲ្យតម្លៃទៅលើការស្រាវជ្រាវរបស់ខ្លួនពីមុនមកនោះឡើយហើយក៏ហាក់មានន័យថាពួកគេកំពុងទទួលយកការលើកឡើងរបស់មន្ត្រីវៀតណាមនេះតែម្ដងខ្ញុំយឺសុជាមេតាវិទ្យុអាស៊ីសេរីភ្នំពេញ